កូនផ្សោតទន្លេមេគង្គទី6នាំមកនៅក្តីសង្ឃឹមសម្រាប់ការអភិរក្សនៅដើមឆ្នាំ2026កូនផ្សោតទន្លេមេគង្គទៅកើតថ្មីចំនួន1ក្បាលត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកម្ពីក្នុងភូមិកម្ពីឃុំសំបុកស្រុកចិត្តបរិយខេត្តក្រចេះនាថ្ងៃទី27ខែមេសាឆ្នាំ2026កូនផ្សោតនេះត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅវេលាម៉ោង 15:20 នាទីរសៀលហើយក៏ត្រូវបានចុះផ្ទៀងផ្ទាត់ដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផលខណ្ឌរដ្ឋបាលជលផលក្រចេះនិងអង្គការ WWF ផងដែរកូនផ្សោតនេះមានអាយុប្រមាណ3ថ្ងៃមានសុខភាពល្អនិងកំពុងហែលលេងជាមួយក្រុមសត្វផ្សោតពេញវ័យប្រមាណ6ក្បាលផ្សេងទៀតនេះគឺជាកូនផ្សោតទី6ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ2026តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះបានធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាបានកើនឡើងដល់ចំនួនសរុប118ក្បាលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនឆ្មាំទន្លេអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃនេះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋអង្គការដៃគូនិងសហគមន៍មូលដ្ឋានគឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាបាននូវកំណើនសត្វផ្សោតជាបន្តបន្ទាប់ទន្ទឹមនឹងលទ្ធផលដ៏គួរប្រសើរនេះក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទនិងប្រជាពលរដ្ឋទាំងអស់សូមបន្តកិច្ចសហការនិងចូលរួមការពារសត្វផ្សោតដែលជារតនសម្បត្តិជាតិមានជីវិតរបស់យើងតាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេនិងគោរពតាមការណែនាំរបស់ឆ្មាំទន្លេដើម្បីឲ្យកូនផ្សោតតូចៗទាំងនេះអាចធំធាត់ដោយសុវត្ថិភាពត្បិតអីការចូលរួមរបស់បងប្អូនគឺជាដង្ហើមរបស់សត្វផ្សោតទន្លេមេគង្គរបស់យើង